បាទជួបនេះជាថ្មីម្ដងទៀតថ្ងៃខ្ញុំសូមបន្ថែមបន្តិចតទៅជាមួយនឹងចំណុចទី1នៅក្នុង business model របស់យើងគឺ key partner ដៃគូសម្រាប់សហការចឹងនៅក្នុងនោះគឺសូមឲ្យបងប្អូនដែលជាម្ចាស់អាជីវកម្មកុំអាលមើលរំលងនិងកុំភ្លេចឲ្យសោះដៃគូពិសេសរបស់យើងគឺទី1ក្រុមការងារហើយនិងបុគ្គលិកតាមផ្នែកនីមួយៗត្រូវចូលចិត្តទុកដាក់និងបណ្ដុះបណ្ដាលនិងរៀបចំគេហៅ carry map ហើយនឹងការទូទៅរបស់គាត់បានច្បាស់លាស់និងកុំអាលមើលឃើញតែអតិថិជនខាងក្រៅចាំគាត់គឺជាអតិថិជនខាងក្នុងមួយហើយក៏ជាដៃគូពិសេសសម្រាប់គ្រប់គ្រងសម្រាប់ដោះស្រាយនិងការងារផ្សេងៗតាមផ្នែកតាមទូនាទីរបស់មួយអញ្ចឹង key partner សំខាន់របស់យើងគឺបុគ្គលិករបស់យើងត្រូវតែមានទូនាទីច្បាស់លាស់មួយតែត្រូវចេះទាំងអស់ទៅតាមផ្នែកនីមួយៗឬក៏ process ឬក៏ជំនាញទាំងអស់នោះបាទសូមអរគុណនិងជួបគ្នាបន្តិចទៀតនៅវគ្គក្រោយបាទអរគុណ